ជីវិតពិតខុសពីរឿងនិទាននៅក្នុងរឿងនិទានមានអ្នកនិពន្ធចង់ឲ្យតួអង្គល្អក៏ល្អចង់ឲ្យតួអង្គលំបាកក៏លំបាកចង់ឲ្យតួអង្គសម្រេចគោលដៅអ្វីមួយក៏សម្រេចទៅលើការសម្រេចចិត្តរបស់អ្នកនិពន្ធដែរប៉ុន្តែបើជីវិតពិតជាក់ស្ដែងវិញមានតែខ្លួនឯងទេដែលជាអ្នកនិពន្ធខ្សែជីវិតឲ្យខ្លួនឯងមានតែខ្លួនឯងទេដែលជាអ្នកកំណត់ជោគវាសនាដោយខ្លួនឯងព្រោះអីនៅក្នុងរឿងនិទានគ្រាន់តែជាការនិទានរបស់អ្នកនិពន្ធឬក៏ជាការសម្ដែងរបស់តួអង្គប៉ុន្តែបើជីវិតពិតជាក់ស្ដែងវិញមានតែខ្លួនឯងទេដែលជាអ្នកឆ្លងកាត់រឿងរ៉ាវនឹងពិតប្រាកដជាក់ស្ដែងពុកម៉ែបងប្អូនហើយនៅក្នុងរឿងនិទានចង់បញ្ចប់នៃសាច់រឿងគឺឃើញថាតួអង្គតែងតែទទួលបានផលរៀងៗខ្លួនមិនថាតួអង្គល្អឬតួអង្គអាក្រក់ទេហើយតួអង្គដែលឆ្លងកាត់ការលំបាកពីដំបូងហ្នឹងគឺចង់បញ្ចប់នៃសាច់រឿងគឺឃើញថាទទួលបានការសម្រេចជោគជ័យឬក៏សម្រេចបំណងប្រាថ្នារៀងៗខ្លួនជាដើមហើយពេលខ្លះទៅលំបាកពីដំបូងហើយចង់បញ្ចប់នៃសាច់រឿងគឺឃើញថាបានផលណាប៉ុន្តែគ្រាន់តែជាការឆ្លុះបញ្ចាំងពីសង្គមជាក់ស្ដែងទេយើងរៀនយកគំរូតាមសាច់រឿងនឹងឯងគ្រាន់តែថាខំប្រឹងដោយខ្លួនឯងណាពុកម៉ែបងប្អូនជីវិតពិតគឺអត់អុជនៅក្នុងរឿងនិទានទេរឿងនិទានគឺអ្នកនិពន្ធចង់ឲ្យតួអង្គជោគជ័យនៅសាច់រឿងចង់បញ្ចប់ក៏បានប៉ុន្តែបើជីវិតពិតជាក់ស្ដែងបើសិនជាអត់ខិតខំប្រឹងប្រែងដោយខ្លួនឯងទេគឺអត់អាចដូចនៅក្នុងរឿងបានទេហើយក្នុងរឿងគឺគ្រាន់តែជាការនិទានឬក៏ជាការសម្ដែងឲ្យទស្សនាទេប៉ុន្តែបើជីវិតពិតជាក់ស្ដែងមិនខិតខំប្រឹងប្រែងដោយខ្លួនឯងគឺអត់មានអ្នកណាមកអាចកំណត់ជោគវាសនាយើងបានទេពុកម៉ែបងប្អូនហើយដូចជីវិតខ្ញុំអញ្ចឹងកាលនៅពីក្រោយឯស្ថាននិស្សិតមួយនេះគឺមានរឿងរ៉ាវច្រើនខ្លាំងមែនតើតាំងពីពេលឡើងមកទីក្រុងភ្នំពេញដំបូងមកទិញពាក្យហើយទៅស្រុកវិញបន្ទាប់មកទៀតរងចាំថ្ងៃមកមើលឈ្មោះប្រឡងដល់ពេលប្រឡងហើយត្រូវទៅស្រុកវិញទៀតពុកម៉ែបងប្អូនដល់ពេលចាំលទ្ធផលប្រឡងគឺឈឺឡើងកន្លះខែហើយពេលហ្នឹងគឺប្រទេសជាតិមានបញ្ហាទៀតនៅចាំលទ្ធផលហ្នឹងគឺឈឺផងអីផងឈឺលើកាពះពោះវៀនណាពុកម៉ែបងប្អូនហើយកាពះពោះវៀនហ្នឹងចាក់ថ្នាំផងបតងសរោមផងលេបថ្នាំផងក៏ខ្យល់ផងនៅតែអត់ចង់ជាទៀតហើយឈឺឡើងកន្លះខែប្រទេសជាតិក៏ជួបបញ្ហាពេលហ្នឹងគឺគិតថាខ្លួនឯងក៏ប្រឡងក៏មិនជាប់អីដែរហើយដល់ពេលចេញលទ្ធផលមកចំថ្ងៃដែលខ្លួនឯងឈឺខ្លាំងទៀតចេញមកថ្ងៃកំណើតទៀតណាពុកម៉ែបងប្អូនគឺថ្ងៃដែលខ្ញុំកើតនឹងឯងដល់ថ្ងៃកំណើតខ្ញុំហើយចេញលទ្ធផលមកគឺរកឈ្មោះខ្លួនឯងអត់ឃើញទៀតដល់ពេលអញ្ចឹងទៅប្រាប់ម៉ែថាប្រឡងធ្លាក់បាត់ហើយម៉ែក៏ថាអត់អីទេចាំប្រឡងឆ្នាំក្រោយទៀតប៉ុន្តែដល់ពេលមើលឈ្មោះទាំងឈឺនឹងទៀតឃើញឈ្មោះជាប់ហើយបែរជាអត់ចង់ឡើងមករៀននៅទីក្រុងវិញដោយសារតែមកតែម្នាក់ឯងអញ្ចឹងទៅអត់មានគ្នាអត់មានអីអញ្ចឹងទៅគឺអត់ចង់មករៀនទេណាមួយប្រទេសជាតិមានបញ្ហាហើយខ្លួនឯងក៏ឈឺទៀតខ្លាចឡើងមករៀនដបងទៅខ្លាចឈឺណាហើយខ្លាចមើលថែខ្លួនឯងអត់បានចឹងទៅណាមួយពេលហ្នឹងគឺឈឺខ្លាំងមែនតើហើយក៏សម្រេចចិត្តថាឡើងមករៀនវិញដោយសារតែស្ដាយដែរតម្រាំបានប្រឡងជាប់ចឹងក៏សម្រេចចិត្តថាមករៀនទៅហើយឥឡូវគឺមករៀនហើយពុកម៉ែបងប្អូនជីវិតពិតមកបន្ទប់ជួបបន្ទប់អីចឹងទៅមានបាយមានអង្គមានអីណាប៉ុន្តែជីវិតពេលខ្លះបាយជាមួយពងទាជាមួយអីដែរជីវិតពិតមិនមែនដូចក្នុងរឿងនិទានទេពុកម៉ែបងប្អូនជីវិតជួបការលំបាកហ្នឹងឯងឆ្លងកាត់ការលំបាកច្រើនខ្លាំងមែនតើគ្រាន់តែថាពេលខ្លះគឺមិនចាំបាច់បង្ហាញឲ្យអ្នកដទៃឃើញទេគ្រាន់តែលាក់ខ្លះទៅណាពុកម៉ែបងប្អូនព្រោះអីគ្មានអ្នកណាមកជួយយើងបានក្រៅពីយើងខ្លួនឯងទេហើយជីវិតពិតជាស្ដែងបាយជាមួយពងទាជាមួយអីនឹងឯងហើយជីវិតនៅពីក្រោយអសន្តាននិស្សិតមួយហ្នឹងគឺអត់ស្រួលទេពេលខ្លះពេលវ៉ាកងចឹងទៅធ្វើការបដៅចឹងទៅដើម្បីរកថវិកាទុកគុតគងការចំណាយប្រចាំថ្ងៃជាដើមហើយពេលព្រឹកឡើងចឹងទៅរៀនពេលថ្ងៃឡើងចាំរៀនមកធ្វើការងាររៀងខ្លួនចឹងទៅពុកម៉ែបងប្អូនជីវិតពិតខុសពីរឿងនិទាននឹងឯងហើយជីវិតនិស្សិតក៏មិនស្រួលប្រហែលដែរនៅឆ្ងាយផ្ទះឆ្ងាយគ្រួសារចឹងទៅត្រូវរៀនផងធ្វើការផងចឹងទៅហើយអត់ស្រួលទេប៉ុន្តែមានតែពាក្យថាខិតខំប្រឹងប្រែងដោយខ្លួនឯងនឹងព្រោះគ្មានអ្នកណាអាចមកជួយយើងបានគ្មានអ្នកណាអាចមកកំណត់ជោគវាសនាបានដោយខ្លួនឯងទេពុកម៉ែបងប្អូនហើយវីដេអូខ្ញុំថ្ងៃនេះក៏អត់មានអីច្រើនដែរគឺមានតែមកចែករំលែកជីវិតពិតរបស់ខ្ញុំណាពុកម៉ែបងប្អូនតាំងពីពេលដាក់ពាក្យប្រឡងនឹងឯងហើយជីវិតមានតែប៉ុណ្្នឹងឯងអរគុណច្រើន